លោកឪពុកអ្នកម៉ែដែលប្រពន្ធលោកបញ្រៀនលោកឪពុកអ្នកម៉ែឲ្យសង្គ្រោះកូនប្រុសស្រីរបស់ខ្លួនហ្នឹង5យ៉ាងសង្គ្រោះគឺជួយណាញោមណាឲ្យជួយកូនហ្នឹងជួយទី1ឲ្យលោកឪពុកអ្នកម៉ែនោះអប់រំទូលមានកូនឲ្យតាំងនៅក្នុងសេចក្តីល្អដោយកាយដោយវាចាចិត្តអេរយាបថដេកដើរឈរអង្គុយទាំងអស់ឲ្យសុភាពរៀបរួយរយល្អទៅតាមប្រពៃណីទំនៀមទម្លាប់របស់ជាតិយើងហ្នឹងវាសំខាន់បំផុតពុទ្ធលោកប្រាប់ថាម៉ែឪជាគ្រូទី1របស់កូនទៀតណាឲ្យច្បាស់លាស់យកឲ្យបញ្រៀនកូនហ្នឹងសង្គ្រោះនាំកូនឲ្យប្រព្រឹត្តល្អហើយញោមមើលពុទ្ធលោកថាម៉ែឪជាគ្រូទី1របស់កូនកូនណាដែលកើតមកចេះអីខ្លួនឯងហ្នឹងចេះតែពីម៉ែឪគាត់បញ្រៀនទាំងអស់ដេកដើរឈរអង្គុយសំបីវាចាពូលនិយាយតែចេះឆ្លើយថាបាទថាចាក៏គាត់បញ្រៀនដែរកូនប្រុសក៏ថាឆ្លើយបាទកូនស្រីក៏ប្រាប់ថាឆ្លើយចាកូនយ៉ាងកាលណាគេនិយាយអីទទួលគាត់បញ្រៀនដែរហ្នឹងនេះគាត់ថានេះជាពងនេះជាម៉ែនោះជាយាយនោះជាតានោះជាមីងមីអីទាំងអស់គឺលោកគ្រូទី1ដែលបញ្រៀនអានឹងជាព្រះអាទិត្យនោះជាព្រះច័ន្ទអានឹងយប់នេះថ្ងៃរូបជុំវិញខ្លួនអស់គឺគ្រូទី1អ្នកបញ្រៀនយើងបើយើងមានដែលដឹងណាអ្នកកាន់ពុទ្ធសាសនាមានដែលដឹងថាពុទ្ធម៉ែឪជាគ្រូបញ្រៀនទី1របស់កូនអត់ដឹងទេតែហ្នឹងម៉ែឪខ្លះនឹងវាធ្លោយមិនសូវយកចិត្តទុកដាក់អប់រំទូលមានបង្ហាត់បញ្រៀនកូនទេបើដឹងថាពុទ្ធថាខ្លួនយើងជាម៉ែឪគ្រូទី1ប្រកាសជាខំបញ្រៀនកូនហើយខំប្រាប់ខំចង្អុលខំណែនាំនោះអានឹងទី1លោកសង្គ្រោះដោយអប់រំឲ្យយើងធ្វើល្អគ្រប់អេរយាបថសង្គ្រោះទី2ឃើញកូនធ្វើអីដែលវាមិនល្អត្រូវហាមណែនាំបញ្យល់កូនកុំឲ្យធ្វើថាដើរបែបនេះអង្គុយបែបនេះវាអត់ល្អទេហើយភាសាបែបនេះមិនអត់ធ្វើអីដែលវាជាទំនាស់ដល់សង្គមហ្នឹងគិមចូលចិត្តនៅប្រពៃណីជាតិយើងស្អប់អីមិនចូលចិត្តអីឃើញកូនធ្វើហាមកុំឲ្យធ្វើបញ្យល់កូនកុំឲ្យធ្វើសង្គ្រោះទី3កាលណាកូនធំឡើងល្មមទទួលការសិក្សារៀនសូត្របានក៏3នាំកូនចូលទៅកាន់សាលារៀនអានឹងសំខាន់បំផុតជាងអីទាំងអស់ការរៀនសូត្រព្រោះធ្វើឲ្យចម្រើនបញ្ញាការចំណេះចេះដឹងធ្វើឲ្យមានបញ្ញាហើយពាក្យថាបញ្ញាជាភាសាបាលីទៀតសំស្ក្រឹតថាប្រាជ្ញាខ្មែរថាសេចក្តីដឹងទូទៅខ្មែរថាសេចក្តីដឹងទូទៅយើងស្គាល់អីទូទៅហ្នឹងជាទូបញ្ញាអ្វីដែលយើងមិនស្គាល់អត់មានបញ្ញាទេអាហ្នឹងត្រូវតែរៀនអាហ្នឹងទៀតដល់ដឹងទៅបញ្ញាហ្នឹងវាកើតមកទៀតអានេះថាពាក្យថាបញ្ញាហ្នឹងបានគេឲ្យសន្សំបញ្ញាកើតពីការរៀនសូត្របើមិនរៀនអត់មានបញ្ញាទេនេះសំជ្រាបបញ្ញាវាមានកម្រិតយ៉ាងយើងរៀនមកពីឆ្នាំទី1ស្រអស្រអាមកអានេះឆ្នាំទី1ហើយឆ្នាំទី2ជាធ្វើដំណើរបន្តមករំដល់ទៅឆ្នាំទីបញ្ចប់20ឆ្នាំទីបញ្ចប់គឺបណ្ឌិតអាហ្នឹងទីបញ្ចប់អាឆ្នាំទី1លោកធៀបដូចជាត្រីសមុទ្រខាងអាយធ្វើដំណើរឆ្លងសមុទ្រទៅដល់ទីបញ្ចប់បានបណ្ឌិតគេថាដល់ត្រើយខាងនេះហើយដល់ត្រើយតែធ្វើដំណើររៀនសូត្ររបស់យើងដល់ត្រើយទីបញ្ចប់បើយើងរៀនមកបានត្រឹមតែប្រឡងវិទ្យាល័យចប់យើងឈប់បុរាណបណ្ឌិតថាអូយលេខទូកណ្ដាលសមុទ្រហ្នឹងគេដល់ត្រើយហ្នឹងយើងបន្តទៅទៀតដល់បរិញ្ញាបត្រអនុបណ្ឌិតយើងក៏ឈប់ទៅគេថាអូយចិត្តដល់កំពង់លងទូឃើញទេវានៅតែក្នុងវាអត់បានតែចិត្តដល់អាត្រើយហ្នឹងវាលងទូវាមិនដល់ត្រើយមិនដល់កំពង់ហ្នឹង
កំពុងគឺត្រូវនឹងឯងតែបានដល់បណ្ឌិតបានដល់បណ្ឌិតបានថាដល់ត្រើយឆ្លងដល់ត្រើយនេះការរៀនសូត្រលោកឪពុកអ្នកម្ដាយនាំកូនទៅសាលារៀននេះក៏បីបញ្យល់កូនឲ្យកូនខំតស៊ូរៀនសូត្រឲ្យឆ្លងឲ្យដល់ត្រើយអានេះក៏បញ្យល់ទូនីតិមិនទៅដាក់ចោលក្នុងសាលាទេត្រូវណែនាំឲ្យកូននោះមានចិត្តចង់រៀនសូត្រនោះ20 ឆ្នាំមិនស្រួលទេបើប្រឡងអត់ធ្លាក់20 ឆ្នាំបើប្រឡងធ្លាក់បងលើសពីនឹងទៀត10 ឆ្នាំ2 ដង 2 ទសវត្សរ៍ងាយបើតែបើមិនយល់តម្លៃនៃវិជ្ជាក៏វែងចោលហើយជាពិសេសគឺលោកគ្រូទី1នឹងឯងបញ្យល់កូនឲ្យស្គាល់តម្លៃការរៀនសូត្រតែកូនបាយទឹកនំចំណីអីម៉ែពុករោបំរុងកូនអស់ហើយគ្រឿងសម្លៀកបំពាក់ប្រើប្រាស់កម្មម៉ែពុករោដើម្បីនឹងផ្ដល់ជួយសង្គ្រោះកូនហើយកូនខ្លួនឯងខំរៀនបញ្យល់កូនអីចឹងកូនខំរៀនឲ្យដល់ត្រើយជាកិច្ចតបស្នងសងគុណសេចក្តីស្រឡាញ់របស់លោកឪពុកអ្នកម៉ែការនឿយលំបាកដែលលោកថែលោករក្សានោះយ៉ាងកិច្ចតបស្នងសងគុណនេះឲ្យកិត្តិយសដល់យើងបងហើយបើដល់ថ្នាក់បណ្ឌិតឲ្យយើងមិនព្រួយទេបងគេមានចំណេះគេមានពុទ្ធិគេអាចថែរក្សាខ្លួនគេបានគេរកទ្រព្យរកសម្បត្តិអីបានrồiយើងមិនសូវរវល់ទេណាសំខាន់បំផុតទី3ហ្នឹងហើយទី4កាលណាបើកូនធំពេញវ័យលូតលាស់ចម្រើនគួរដែលមានការគូសកលហើយក៏បីលោកឪពុកអ្នកម្ដាយរកគូសកលឲ្យកូនប្រពន្ធលោកមិនរៀនតែសប្តាហ៍ថ្ងៃនេះវាហាក់ដូចជាបាត់បង់ប្រពៃណីដែលមេដាបេដារកគូសកលឲ្យកូនដូចជាបាត់បង់ហើយទទួលយកវប្បធម៌បាច់ចាំប្រទេសដើររកតែខ្លួនឯងតែប្រពន្ធហាមអត់ឲ្យទេអាហ្នឹងជាតួនាទីលោកឪពុកអ្នកម្ដាយទេបើយើងថាម៉េចបានម៉ែប្រពន្ធលោកហាមមិនឲ្យដែលយើងដើររកគូសកលខ្លួនឯងបិទសិទ្ធិបិទសេរីភាពអីមិនឲ្យគេប្រើបញ្ញារបស់គេជ្រើសរើសខ្លួនគេថាប្រពន្ធលោកថាបញ្ញាញាណរបស់លោកថាយុវវ័យមើលមិនគ្រប់ជ្រុងទេមើលតែមួយជ្រុងនេះជ្រុងមើលជ្រុងណាអើយក៏លេទៅឲ្យតែមានរូបរាងស្អាតស្រស់បំព្រមហើយពេញចិត្តហើយសម្រេចយកហើយតែលោកឪពុកអ្នកម្ដាយគាត់មើលគ្រប់ជ្រុងមើលសម័យខ្លួនអេរិយាបថស្អីពុទ្ធិស្អីសពបែបសពយ៉ាងនៅក៏សន្លឹងមើលទៅពូជពងវងត្រកោនេះណាទៀតគឺនេះគេមើលគ្រប់ជ្រុងលោកឪពុកអ្នកម្ដាយក៏មើលគ្រប់ជ្រុងគិតមើលប្រពុតលោកហាមមិនឲ្យយើងដើររើសខ្លួនយើងហើយនឹងទុកទួនាទីឲ្យមេដាបេដារោឲ្យយើងតើអ្នកណាត្រឹមត្រូវជាងគិតមើលទៅហ្នឹងមានតែគូសកលនេះមិនដឹងយកខ្លួនឯងនឹងម៉ែឪរកឲ្យណា5ម៉ែឪជួយមើលទៀតអាហ្នឹងវិញចឹងជាងការម៉ែឪក៏សម្លឹងមើលឃើញតែកូនពេញរូបទៅហ្នឹងក៏តែតែសម្លឹងមើលហើយបំរុងឃើញកូនណាពូជណាគេល្អសម្លឹងនៅទីក៏ប្រាប់ចឹងអត់แล้วម៉ែឃើញកូននេះនោះគេសមរម្យល្អពូជពងគេល្អកូនទៅមើលមកបើត្រូវចិត្តម៉ែពុកនឹងទៅតាកតងអស់អានេះមិនអញ្ចឹងទេគាត់ចំអល់ឲ្យគាត់ជឿរើសអស់យ៉ាងទេគាត់មើលគ្រប់ជ្រុងនឹងពុទ្ធសាសនាជាកិរិយាដែលប្រពុតលោកមិនរៀនម៉ែឪឲ្យសង្គ្រោះកូននោះទី4អញ្ចឹងដល់សង្គ្រោះទី4ហើយរៀបចំឲ្យមានគូសកលរួចហើយចុងក្រោយទី5ត្រូវចែកទ្រព្យសម្បត្តិឲ្យកូនប្រពុតលោកមិនរៀនដល់ឲ្យចែកណាបានទេហ៎អាចារ្យអាត្មាប្រាប់ចេះតែកូនក្នុងការរួយទៅទីរកទ្រព្យសម្បត្តិដឹងតើណាមិនចេះឃើញចែកមិនបាច់ទេគាត់រួចអស់ហើយដល់បានទេគាត់គូកងរួចអស់ហើយ